bong bóng của man nè đại chùa chật lịch định cột Facebook nè pe tranh hàng đường châu lá pe để tranhពី Facebook ទៅលេង Facebook មួយទៀតដល់ពេលចូល Facebook ចាស់ចោលរួចព្រោះសារ click កូដហើយដល់ពេលអញ្ចឹងយើងរកបាក់មែនទេត្រូវការ forgot password ឬក៏ click password តាក់ទងនឹង Gmail ញ៉ៃញ៉ៃឥឡូវនេះ Facebook បង្កើតសុវត្ថិភាពមួយទៀតដែរគឺការបញ្ជាក់ផ្ទៃមុខបាទទៅលើប្រព័ន្ធ Facebook ដែលបងប្អូនប្រើសប្តាហ៍ថ្ងៃហ្នឹងគឺគាត់តែបងប្អូន scan ផ្ទៃមុខបងប្អូនទៅគឺបងប្អូនចូល Facebook ចាស់បាទដែលបងប្អូន scan ហ្នឹងគឺរួចរាល់បងប្អូនអរគ្នាកុំភ្លេចជួយ share ហើយកុំភ្លេចជួយ follow page admin ផងនេះដាក់លើណាកុំភ្លេចជួយឲ្យបានច្រើនឥឡូវអរគុណមែនតើព្រោះឃើញបងប្អូនជួយចូលរួមច្រើនមែនតើបងប្អូនអរគ្នា admin បានបង្ហាញវីដេអូមួយហើយបងប្អូនគ្រាន់តែធ្វើតាមទៅគឺបងប្អូនអាច verify ផ្ទៃមុខមានន័យថាបញ្ជាក់ផ្ទៃមុខទៅលើសុវត្ថិភាព Facebook របស់បងប្អូនបានអញ្ចឹងបងប្អូនមិនចាំបាច់វាយ password ទេហើយបងប្អូនក៏មិនចាំបាច់ទៅ forgot password អីដែរហើយបងប្អូនក៏មិនចាំបាច់ទៅបញ្ជាក់ Gmail អីទេដែរអានេះគ្រាន់តែពេលដែលយើងចូលទៅដល់ Facebook គឺគេឲ្យយើងបញ្ជាក់ផ្ទៃមុខបាទដូចយើង screen អេក្រង់អញ្ចឹងណាមុនយើងចូលលេងទូរស័ព្ទរបស់យើងត្រូវការទី1គឺយើងត្រូវការលេខសម្ងាត់មែនទេតែទី2គ្រាន់តែយើងដាក់មុខយើងឲ្យចំកាមេរ៉ាទូរស័ព្ទទៅគឺយើងអាចបញ្ជាក់បានដែរចូលផ្លុកតែម្ដងឥឡូវនេះ Facebook ធ្វើ style ហ្នឹងហើយគឺគ្រាន់តែ scan មុខបងប្អូនអាចចូលលេង Facebook របស់បងប្អូនបានហើយអញ្ចឹងមានន័យថាបើសិនជាមានអ្នករើសទូរស័ព្ទបងប្អូនក៏មិនអាចបញ្ជាក់ថាគេអាចចូល Facebook បងប្អូនបានដែរអញ្ចឹងកុំឲ្យខាត់ពេលយូរតោះយើងទៅមើលពិធីនៅការធ្វើរបៀបមួយហើយសុវត្ថិភាពមកតើបងប្អូនអរគ្នាតោះមើលអរគ្នាយើងចូលទៅ Facebook ដែលយើងលេងរាល់ថ្ងៃបាទហើយបន្តទៀតយើងចូលទៅ tray 3បាទខាងលើណាហើយបន្តទៀតយើងចូលទៅ setting and privacy ដែលតាមនិយាយចំទៅបងប្អូនមើលតែមេដៃរបស់ admin ទៅគឺដាក់ទៅគឺចូលដល់កន្លែងហ្នឹងហ្មងពេលខ្លះ admin ក៏ពិបាកនិយាយដែរហ្នឹងព្រោះលឿនពេកអញ្ចឹងបងប្អូនមើលតែមេដៃណាមួយទៅគឺបងប្អូនអាចចូលទៅដល់កន្លែងតាក់ទងទៅនឹងការបញ្ជាក់មុខហើយចុចមួយតាម admin ទៅអត់ខុសហើយបងប្អូនបញ្ជាក់ណាបងប្អូនបើអាចបងប្អូនត្រូវមាន WhatsApp មួយដើម្បីបញ្ជាក់ verify លេខកូដ OPT ណាឬក៏បងប្អូនមានលេខទូរស័ព្ទហើយបើមានអីឆ្ងល់បងប្អូន comment មក admin មកដើម្បីបញ្ជាក់បន្ថែមណាការធ្វើយ៉ាងនេះគឺដើម្បីអីដើម្បីឲ្យ Facebook បងប្អូនសុវត្ថិភាពបាទចុងក្រោយគឺយើងបញ្ជាក់មុខចេះដូច admin ណាបញ្ជាក់មុខចឹងទៅទាល់តែមានមុខយើងណាទើបអាចចូល Facebook នឹងបានបើអត់មានមុខយើងចូលអត់រួចទេបាទប៉ុន្តែបើគេស្គាល់លេខកូដចូលបានណាប៉ុន្តែបើគេអត់ស្គាល់លេខកូដទេទាល់តែមានផ្ទៃមុខបានចូលទៅរួចណាបងប្អូនទាំងអស់គ្នាអញ្ចឹងពេលបងប្អូនធ្វើអញ្ចឹងណា Facebook បងប្អូនសុវត្ថិភាពគឺអត់មានអ្នក hack បានទេបាទអត់មានអ្នក hack បានទេនិយាយចំទៅ Facebook របស់យើងវាប្រៀបដូចជាអត្តសញ្ញាណប័ណ្ណរបស់យើងអញ្ចឹងណាបើគ្មានអត្តសញ្ញាណប័ណ្ណដែលមានមុខមាត់យើងទេគឺពិបាកចូលបាទអញ្ចឹងបាន Facebook គេបង្កើនសុវត្ថិភាពមកតង់ហើយមកតង់ទៀតដើម្បីអីកុំឲ្យមានការ hack បាទនេះគឺយើងជោគជ័យហើយបងប្អូនធ្វើមួយតាម admin ទៅអត់ចេះខុសទេបាទអរគុណ